សកម្មជនគណៈបកសង្គ្រោះជាតិ11នាក់ត្រូវបានសាលាដំបងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះបន្តនៅថ្ងៃទី26 ខែឧសភាជុំវិញសំណុំរឿងហិង្សានៅលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី15 ខែកក្កដាឆ្នាំ2014តុលាការបើកអង្គជំនុំជម្រះនៅថ្ងៃនេះបន្ទាប់ពីបានផ្អាកកាលពីថ្ងៃទី19 ខែឧសភាចាចំណែកមេធាវីការពីក្តីឲ្យសកម្មជនទាំងនោះអះអាងថាការពន្យាពេលនេះបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិកូនក្តីរបស់ពួកគេចាលោកមុំមនីរតដែលបានតាមដានសវនាការនេះមានសេចក្តីរាយការណ៍ផ្ទាល់ជំរាបសួរលោកមុំមនីរតចាបាទជំរាបសួរអ្នកស្រីខេត្តថ្នងបាទចានៅក្នុងថ្ងៃហ្នឹងតុលាការបានសាកសួរទៅជនជាប់ចោទហ្នឹងបានប្រមាណអ្នកដែរចាបាទជំរាបថាក្នុងការសាកសួរនៅថ្ងៃនេះគឺតុលាការសាកសួរបានតែម្នាក់ទេនៃសកម្មជនគណបក្សសង្គ្រោះជាតិគឺលោកសានកំហេងហើយក្នុងការដែលបន្តនីតិវិធីនៅថ្ងៃនេះគឺជាការសាកសួរសកម្មជនទី6ហើយនៃសកម្មជនដែលជាប់ចោទពាក់ព័ន្ធនឹងសំណុំរឿងខាងសារនៅទីលានជាតិទឹកដៃបន្ទាប់ពីសវនាការ2លើកកន្លងទៅដែលតុលាការទើបទទួលបានចំនួន5នាក់កន្លងមកនេះបាទចាមូលហេតុអីបានជាតុលាការគាត់ប្រើពេលយូរនៅក្នុងការកាត់សេចក្តីនេះចាមកដល់ចំណុចនេះយើងមិនទាន់ដឹងថាតើមានមូលហេតុអីប្រកបដែលនាំឲ្យសវនាការនឹងបន្តនីតិវិធីម្ដងហើយម្ដងទៀតហើយដូចជាក់ស្ដែងថ្ងៃនេះអញ្ចឹងគិតទៅការដែលតុលាការសាកសួរបានតែម្នាក់ហ្នឹងគឺមូលហេតុទី1គឺអ្នកដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងបន្ទាប់នឹងគឺគាត់មានបញ្ហាសុខភាពដែលមិនអាចចូលរួមក្នុងសវនាការបានផ្ទាល់ហើយដូច្នេះតុលាការការជំនុំជម្រះការពីព្រឹកហ្នឹងគឺបន្តនីតិវិធីបានចាក់កណ្ដាលក៏ដល់ម៉ោងទៅលើកពេលមកសវនាការបន្តពីរសៀលគឺលើកជនជាប់ចោទនឹងដដែលហើយជាការកត់សម្គាល់នៅក្នុងអង្គសវនាការឃើញថាចំណុចទី2នឹងប្រហែលជាសំណួរដែលចៅក្រមជំនុំជម្រះពីលោកលឹមម៉ាក់ការ៉ននឹងសួរសំណួរដដែលហើយមើលទៅសំណងជាហេតុផលនេះដែលនាំឲ្យសវនាការនឹងចេះតែបន្តពេលវេលាក្នុងសំណុំរឿងទី1ទៅ1នោះអ្នកស្រីខេត្តតំណងបាទចាតុលាការសម្រេចបែបណាទៅបន្ទាប់ពីសួរដេញដោលទៅជនជាប់ចោទហើយនឹងហើយមូលហេតុអីបានជាតុលាការផ្អាកទៅបន្តសវនាការនៅថ្ងៃទី3 ខែមិថុនាខាងមុខទៅវិញចានៅក្នុងរឿងនេះក៏យើងមិនទាន់ប្រកាសថាតើមានមូលហេតុអីដែលនាំឲ្យតុលាការលោកលឹមម៉ាក់ការ៉នសម្រេចលើកសវនាការទៅថ្ងៃទី3មិថុនានោះទេក៏ប៉ុន្តែបើតាមមេធាវីនៃជនជាប់ចោទគឺលោកជួងជំងីបានបំភ្លឺក្រោយពីជំនុំជម្រះចប់នឹងថាវាអាចជាឆន្ទានុសិទ្ធិរបស់ចៅក្រមនៅពេលដែលតុលាការគិតថាសំណុំរឿងនេះអាចលើកពេលបន្តទៅសវនាការថ្ងៃណាមួយទៀតនេះវាគឺជាសិទ្ធិនិងឆន្ទានុសិទ្ធិរបស់តុលាការក៏ប៉ុន្តែជំរាបថានៅថ្ងៃទី27ស្អែកហ្នឹងគឺជានីតិវិធីសាកសួរទៅលើអ្នកតំណាងរាស្ត្រម្នាក់ទៀតគឺលោកម៉ែនសុថាវរិនដែលខ្ញុំបានជម្រាបជូនដែរថាសំណុំរឿងថ្ងៃ27ហ្នឹងគឺសំណុំរឿងទាក់ទិននឹងអ្នកតំណាងរាស្ត្រដែលកាត់ហៅឲ្យបំភ្លឺឡើងវិញជុំវិញនឹងសំណុំរឿងកហាក់ប្រហែលគ្នាដោយដែលបានជម្រាបជូនលោកនាងពីខាងដើមចឹងដែរបាទប៉ុន្តែមិនមែនជាសំណុំរឿងហិង្សានៅលើស្ពាននាគទេបាទគឺជាសំណុំរឿងហ្នឹងប៉ុន្តែទាក់ទិននឹងអ្នកតំណាងរាស្ត្រវិញក្នុងសំណុំរឿងហ្នឹងជាប់ចោទថាគឺជាអ្នកដែលដឹកនាំមីអំពើកុបកម្មហើយចំណែកសកម្មជនគណបក្សសង្គ្រោះជាតិទាំងអំបាលបានដែលបានជម្រាបជូនហ្នឹងគឺពាក់ព័ន្ធទៅនឹងការចូលរួមកុបកម្មនៅស្ពាននេះកាលពីថ្ងៃ15កន្លងទៅដូចគ្នាប៉ុន្តែសំណុំរឿង7រូបដែលបានជម្រាបជូនថ្ងៃ27ដែលនឹងបន្តការសាកសួរបន្ថែមនឹងគឺជាភារកិច្ចរបស់អ្នកតំណាងរាស្ត្រវិញម្ដងដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿងការបែរគ្នានឹងអ្នកស្រីបាទចាចុះនៅខាងក្រៅសវនាការវិញយ៉ាងម៉េចដែរលោកតើមានក្រុមអ្នកគាំទ្រអីដោយសពដងទេចាសវនាការឈានចូលដល់ថ្ងៃដល់ជុំទី3នេះយើងឃើញថាហាក់ដូចជាមិនខុសប្លែកពីជុំទី2ប្រហែលទេបានន័យថាអ្នកចូលរួមនឹងគឺតិចមែនទែនក្រៅតែពីសាច់ញាតិរបស់ជនជាប់ចោទហើយក្រៅតែពីអ្នកដែលគ្រប់គ្រងសកម្មជនមួយចំនួនហ្នឹងគឺយើងសង្កេតឃើញថាมันមានការហែហមលើកទឹកចិត្តអីទេហើយក្នុងនោះសង្កេតឃើញមានសកម្មជនបង្កក់មានអាស្រ័យទេវនីអីជាដើមហ្នឹងចូលរួមខ្លះចំណែកឯកម្លាំងសមត្ថកិច្ចហ្នឹងក៏លែងដាក់ស្វេកាសហើយខ្វល់ខ្វាយពីអ្វីទៅដែលជាសន្តិសុខអីដោយការសវនាការកន្លងទៅហើយអ្នកស្រីបាទចាសូមអរគុណច្រើនលោកមនីរតដែលបានធ្វើសេចក្តីរាយការណ៍ជុំវិញសវនាការនេះចាបាទសូមអរគុណនិងសូមជម្រាបលាអ្នកស្រីត្រឹមប៉ុណ្ណេះបាទចាសូមជម្រាបលា